Hai guys បើកបានមកនៅមាត់សមុទ្រហ្មងឯងតែញ៉ាំនៅមានដំណើរកំសាន្តទៅកំពង់សោមជាមួយអ្នកនៅសាលាភ្លេងប៉ុន្តែវីដេអូហ្នឹងយូរហើយតែទៅយកមកកាត់ហើយឥឡូវយើងទៅមើលទៅដំណើរកំសាន្តនៅរ៉ុបរ៉ាត់អស់គ្នាអញឲ្យដើរនៅនឹងខ្ញុំលះហន់មកលឿនពេកឥឡូវមកជិះជីតានេះហើយក៏នឹកឃើញថាស្អែកហ្នឹងគូប្រណាត់មិត្តភក្តិក៏ថតវីដេអូឲ្យគ្នាមើលប៉ុន្តែឥឡូវរយៈពេលដែលបានចាំយូរត្រូវមកដល់ហើយឥឡូវហ្នឹងបានចេញទៅហើយមានការរករាក់អង្គុយពិជ្រាគ្នាជាច្រើនលានអ្នកហើយឥឡូវយើងចាប់ផ្ដើមចេញដំណើរទៅហើយពួកយើងក៏មានការដាក់បោះច្រៀងនៅក្នុងឡានអញ្ចឹងណាតោះឥឡូវចាំមើលសំឡេងដ៏ពីរោះរបស់សិស្សច្បងខ្ញុំទាំងអស់គ្នាតែចំមិនមុនហ្នឹងបတ်ថ្នមសិស្សជាងបတ်ផ្សេងអញ្ចឹងគាត់ដោបတ်ទៅសារគាត់មើលទៅជាអត់សូវត្រូវអញ្ចឹងណាឥឡូវមកស្ដាប់គាត់អស់គ្នាតែស្ដាប់តាមបន្តិចបានហើយហេតុអ្វីត្រូវវេលានេះឲ្យបងមកឥឡូវយើងងាកមកមើលលោកបងនេះវិញព្រោះលោកបងនេះជាងក៏ប្រូតែវាកែម្ដងអាទទួលខុសត្រូវបងទៅប្រងតើយ៉ាគេផងលីហើយណារយៈពេលជ្រៀងដល់យូរយានចង់បាច់กระดาษកញ្ចៀកមកដល់យើងមកដល់ទីកន្លែងហើយទីកន្លែងដែលយើងចុះមកថតមុខជាដំបូងគេបំផុតគឺកន្លែងបឋមតោងស្បៃនេះហើយតោងអាវគ្នាថតពេញហ្នឹងបន្តែនាំដល់កំពង់សោមដែលយើងត្រូវលេងទៅហ្នឹងរយៈពេលរៀងយូរដែរប្រហែលជាចូលថ្ងៃត្រង់ដែរចូលម៉ោង1ម៉ោង2ហើយអញ្ចឹងពួកយើងក៏ផ្លាស់អាវលេងទឹកអីទួយអញ្ចឹងណាហើយខ្ញុំនៅតបចង់ទៅលេងទឹកទេនៅរ៉ូព្រោះខ្យល់លេងចង់ឡើងចូលលេងទឹកដែរឥឡូវយើងកាត់មកទស្សនភាពពេលល្ងាចថ្ងៃលិចវិញហើយពេលល្ងាចហ្នឹងយើងមានអីក្រៅពីអាំងសាច់ញ៉ាំអីមួយទឹកភេសជ្ជៈអីជាក់ៗអញ្ចឹងណាឥឡូវគេញ៉ាំអីហើយអស់ហើយក៏គេលេងអីរៀងខ្លួនហើយពួកខ្ញុំហ្នឹងនាំគ្នាលេងជីតាហើយច្រៀងបន្តអញ្ចឹងណាតែសិស្សច្បងខ្ញុំនេះគាត់គេជីតាលេងអញ្ចឹងទៅក៏ខ្ញុំថតគាត់ទៅទេសភាពហើយនឹងជីតាគាត់លេងហ្នឹងព្រោះទៀតទៅចាំស្ដាប់ទាំងអស់គ្នាមុននឹងគាត់លេងជីតាឥឡូវគាត់មកច្រៀងវិញ It's fine, like it's fun You neverឥឡូវខ្ញុំស្ដាប់យូរពេកឥឡូវថាចូលតួកំសត់ចឹងណាប៉ុន្តែបើលោកបងគាត់ពាក់អាវពណ៌ខៀវហ្នឹងអានោះបានច្រៀងសុំគាត់ឲ្យបើចូលថាគាត់ច្រៀងព្រោះមិនបានច្រៀងតែនិយាយនេះអីគាត់ច្រៀងព្រោះមែនណាហើយឥឡូវយើងកាត់ទៅវីដេអូវាដាច់យប់វិញម៉ោង1ដល់2តែពេលដំបូងហ្នឹងចេញមកក្រៅមកលេងអីធម្មតាតែក៏បន្ទប់ផុសគេចេញមកដែរអញ្ចឹងណាគេចេញមកក្រៅហ្នឹងស្ងាត់ស្ងៀមស្ងាត់ហើយក្នុងរយៈពេលម៉ោង7ម៉ោង2ម៉ោង3ហ្នឹងគ្រូគាត់ចេញមកហ្មងព្រោះលេងសិស្សចេញមកពីបន្ទប់អស់លេងគាត់នៅក្នុងបន្ទប់តែឯងមួយសិស្សម្នាក់ទៀតតែអីចេះវិញគាត់នាំពួកយើងអស់គ្នាហ្នឹងទៅមើលអីនៅក្រៅplay អញ្ចឹងអូនតែជុំមួយគ្នាខ្ទង់ម៉ោង1ម៉ោង2ម៉ោង3ដែរហើយពេលចន្លោះម៉ោង2កន្លះហ្នឹងគាត់នាំញ៉ាំអីចឹងណាយ៉ាងច្រើនបើម៉ែងើបម៉ែតេរកប៉ាដល់ប៉ុណ្្នឹងឯងកូនហើយឥឡូវហ្នឹងយើងទៅដល់កន្លែងញ៉ាំអីហើយតែកុំមើលម៉ោងនេះចាស្ទើរវីដេអូអញ្ចឹងខ្ញុំគិតច្រើនយើងកាត់មកពេលយើងទៅផ្ទះវិញពេលទៅផ្ទះហ្នឹងងុយខ្លាំងតែមានអ្នកច្រៀងអមហើយឥឡូវយើងមកដល់សាលាយើងវិញហើយវីដេអូកាត់បែបខ្លីៗគ្មានជាតិចៅអញ្ចឹងបានចប់មកធំហ្នឹងឯងចឹងបាយបាយ